mà thầy bơi cho như này sân gì ai trong là vòng phong tọa bánh thuyết ta gọi về lông ngọt ở thì chúng taได้บัญชีnày chạy dùng ca chui chạm dùng mấy đấy nó về để khơi bật tê chật khang bao nhiêu người hào thà bật tê trào xiêm để bàn chuyên piên gì luôn nhom mơ tập nông thua sáp á nhom chư thầm 50-60 hiện rồi bận tay là bây nhom ở đó to khơi không mang tụi tôi cột nhom tập tay sớm còn bạn buồn khai đây hay con nhom quật nó kênh nó té sủa lại tập bây nhom mau đi khơi quật nơi tập hiệp bạn này nhom cái thằng con kê còn nhom ở trong khơi ở bụng quật bay bụng chân á chia cho nhọ trong bàn ấy trong bàn tay sẵn tập hiệp ấy không mang quật bàn hiển bàn nơi té hỏi sụp vô ấy chân á hay là với ban chỉ ôn phê sắc mà đòi tí này kích crop không kịch crop bà nó phải lúc dương cái buồn phơi này phong hộp bài không không hộp bài được bà phong hộp bài chỉ lẹn nè cua xa nhưng cùi trong kia tới ra ta cùi lư sợi nhân ho màu rồi đập nghe tranh mới cứ ta lẹ crop màu buồn crop ta lẹ song khang nhưng nơi block đào rồi block đào bà chẳng nói chia chôn đừng óc rút slon sao như na bắt côn bắt đây bắt côn óc cứ rõm vào ôn phi tọt slotอย่างmấy đây phay không phay khai bắt mai bắt ôn ba mãi con màu chung này nói chung kia tại bắt mất phẹ ra nơi phum thì mũi kia bắt ở hỏi ở ban chuột kia thì hay màu này cứ của mỗi ban này ban nàyได้màuผมโมบ้านคลาอดคลา mỗi ban là ọt là បាទผมโมบ้านពួយบ้านកៅអីចឹងទៅបាត់ចានបាត់ឆ្នាំងអស់ bắt chán bắt nào hay chẳng màu ban là cái áo thẩm liệp bẹm một lên đi បាទមកបានដែលយើងរៀបចំដាក់កតាបដែលយើងអត់ទាន់ដកបានខ្លះមក ហើយការគេងរបស់គាត់អត់បានគេងនៅក្នុងផ្ទះអីត្រឹមត្រូវគេងនៅតាមតង់តាមអីហើយមិនដឹងថាទឹកមុជអីគ្រប់គ្រាន់ណាច់អីណាច់ការសម្អាតខ្លួនគាត់ដូចថាអាពេលនេះបងប្អូនគឺធ្វើម៉េចឲ្យរួចមួយថ្ងៃទៅមួយថ្ងៃសិនអត់គិតពីអីទាំងអស់ធ្វើម៉េចឲ្យមានអាហារញ៉ាំសិនធ្វើម៉េចឲ្យមានសម្ភារៈប្រើប្រាស់សិនហើយបងប្អូនមើលសតក្មេងៗពោះធំក៏មានតាយាយឈឺជរាក៏មានយើងមើលតាមទូរស័ព្ទអាណិតវាប៉ុណ្ណឹងហើយមែនទេតែដល់ពេលមកដល់ផ្ទាល់ខ្លោចចិត្តអាណិតខ្លោចចិត្តហ្មងពេលមកដល់ឃើញតបភ្នែកគឺពិបាកនឹងទទួលយកnên choខ្ញុំតសើទឹកចិត្តបងស្រីគាត់នៅធ្វើការនៅកូរ៉េបាទគាត់ខណៈលឺសូមានបញ្ហាទុកសង្គ្រាមភ្លាមបាទគាត់នៅអត់សុខទេបាទចោលការងារទាំងអស់បាទគាត់ត្រឡប់ខ្មែរដើម្បីជួយគាត់ជួយជាអបការក៏ដូចជាអំណោយសម្ភារៈអីផ្សេងថ្ងៃនេះខ្ញុំមកនេះខ្ញុំដាក់បានស្បៀងចំពោះក្មេងៗបាន300នាក់ចាហើយយើងនៅតែបន្តទៀតអានេះគ្រាន់យើងឡើងមកវគ្គ1ណាមើលបានប្រហែលឡានអីឡើង3ឡានហ្នឹងធ្វើការអត់កើតហើយតម្លាក់ការងារអស់មានអារម្មណ៍ថាពេលនេះមិនមែនជាពេលរលុយចាហើយយកលុយមកធ្វើយកលុយមកទុកនៅណាបាទអញ្ចឹងពេលនេះមិនមែនជាពេលរលុយទេមានលុយក៏ដោយបើសិនតែប្រទេសជាតិយើងជួបសង្គ្រាមដូចអ៊ុយក្រែននិងរុស្ស៊ីមានលុយអត់ប្រយោជន៍នៅពេលនោះបងប្អូនមានលុយគឺអត់ប្រយោជន៍ទេអញ្ចឹងបានខ្ញុំថាពេលនេះខ្ញុំអត់មានត្រូវពេលវេលាទៅរកស៊ីទៅធ្វើការងារមួយថ្ងៃក្រែធ្វើអត់ចូលទេមកតាំងពីមានសង្គ្រាមខ្ញុំម៉ោង7 8ភ្លឺរហូតចាអត់មានពេលវេលារកស៊ីទេហើយអញ្ចឹងបានខ្ញុំចង់សនំពរទៅដល់បងអ្នកលក់ចាបងអ្នកលក់ដែលពេលដែលមានសង្គ្រាមគាត់សាប់ដល់ឡើងថ្លៃតម្លៃផលិតផលគុណជា2គុណជា3ណាបាទនេះយើងទទួលបានមានបានអញ្ចឹងបាទបងប្អូនខ្មែរយើងឥឡូវគាត់ស្រោះដៃស្រោះជើងជួយគ្នាលះបង់លុយកាក់គាត់ទាំងម៉ឺនទាំងលានដុល្លារអ្នកខ្លះដើម្បីមកជួយប្រជាពលរដ្ឋហើយបើបងប្អូនគ្រាន់តែទឹកសុទ្ធលឺថាឡើងម្ដង3-4,000នេះចាហើយយកលុយនឹងទៅណាដោយសារមកនេះបងប្អូនឲ្យកូនក្មេងច្រើន baby ច្រើនកូនក្មេងច្រើនម្សៅទៅដល់គោក៏ត្រូវការខ្វះខាតដែរអញ្ចឹងបានពេលដែលខ្ញុំទៅពីនេះទៅវិញគឺខ្ញុំនឹងទទួលបើកស្បៀងបន្តដើម្បីមានការឈឺចាប់និងក្តុកក្តួលខ្លាំងមែនទែនហើយសម្រាប់បងផ្ទាល់ទៅចែកផ្ទាល់គឺមានការឈឺចាប់ដូចនេះដែរយីរួមខ្ញុំមើលតែក្នុងទូរស័ព្ទណាខ្ញុំឈឺធំ 50-60% hiện rồi ប៉ុន្តែដល់ពេលខ្ញុំមកដល់ផ្ទាល់ឃើញក្មេងតូចៗក៏ខ្ញុំទៅតែសម្រាប់ក៏បាន4ខែដែរហើយកូនខ្ញុំគាត់នៅគេងនៅតែស្រួលហើយដល់ពេលខ្ញុំមកនេះឃើញគាត់នៅសភាពបែបនេះខ្ញុំគិតថាកូនខ្ញុំអត់ចង់ឃើញពួកគាត់បែបអញ្ចឹងនិយាយទៅប្រជាជនយកអត់ចង់បានអីទេចង់បានតែសន្តិភាពឲ្យក្មេងៗគាត់បានរៀនបាននៅផ្ទះឲ្យសុខអីចឹងនិយាយទៅមានតែសំណពរបងប្អូនគាត់នៅបន្តជួយរហូតដោយសារពេលខ្លះគាត់គិតថាមានអ្នកជួយហើយប៉ុន្តែអត់គ្រប់គ្រាន់ទេអ្នកគ្នាដល់ពេលមកនៅនេះបានយើងដឹងថាច្រើនណាស់ហើយនេះតែមកវត្តហ្នឹងហើយពេលដែលជីកាត់វត្តផ្សេងមានគឺថាច្រើនមែនតែនហ្មងអញ្ចឹងអ្វីទៅដែលដកជាប់នៅក្នុងអារម្មណ៍របស់ចែដែលធ្វើឲ្យចែណែហូរទឹកភ្នែកក្មេងដោយសារអារម្មណ៍ខ្ញុំជាម្ដាយទៅសម្រាប់កូន4ខែហើយកូនខ្ញុំឥឡូវនេះនៅផ្ញើមួយយាយដើម្បីខ្ញុំចុះមកចង់ជួយពួកគាត់ចឹងដោយសារឃើញគាត់ពិបាកក្នុងវីដេអូ
ទៅតែសម្រាប់កូនបានហ្មងមកតិតពីតិតត្រូវវិចកូនមិននៅហាវាលហាខ្យល់នៅវត្តអញ្ចេះហើយអារម្មណ៍យើងសូម្បីតែកូនខ្ញុំកេងនៅនោះមុខខំតែមួយយើងខ្លោចចិត្តហើយតែមកពួកគាត់មកនេះហើយចង់និយាយថាខ្ញុំសម័យរូបភាពហ្នឹងអត់ចេញហ្មងដល់ពេលមកដល់ឃើញផ្ទាល់ភ្នែកចេះទៀត បាទ ខ្ញុំតបអត់ជាប់ហ្មង ហេតុអ្វីបានជាបងអូនភេទសឹកមកដល់ទីនេះ កិច្ចគ្រាប់បង ពេញក្រប បាទ នៅពេលហ្នឹងយើងកំពុងធ្វើអីដែរ ពងហូបបាយបង កំពុងតែហូបបាយនឹង បាទពងហូបបាយជាលក្ខណៈគ្រួសារយើងអង្គុយជុំគ្នាទៅស្រាប់តែអង្គុយលើសលេងយន្តហោះមកដល់ពេលងាកចេញមើលគឺតម្លាក់គ្រាប់មក4គ្រាប់តម្លាក់សងខាងយើងនៅប្លុកដាល់បាទ នៅប្លុកកដាល បាទចឹងហើយជាជនទាំងអស់រត់ស្លន់ស្លោគ្នាខ្លះណាបាត់កូនបាត់ដីបាត់ពុនអស់ នៅពេលហ្នឹងគឺយើងអង្គុយញ៉ាំបាយដឹងខ្លួនទេ អត់ដឹងទេ អត់ដឹងថាគេមកតម្លាក់ក្របទេណា អត់ នៅពេលហ្នឹងគឺអារម្មណ៍បងប្អូនភ័យតក់ស្លុតយ៉ាងម៉េចដែរ ភ័យខ្លាចបាត់ម៉ែបាត់ប្អូន បាទឥឡូវម៉ែប៉ាម៉ាក់អីគាត់មកជុំគ្នា មក ទេ ជុំគ្នាតែបាត់មិត្តភក្តិដែលនៅភូមិជាមួយគ្នាបាត់អស់ហើយអត់បានជួបគ្នាទេ បាទភូមិបងអូននៅឈ្មោះភូមិអីដែរ សាមគ្គីបង ភូមិសាមគ្គីនេះ បាទ បាទ ពីហូបបាយមួយប៉ាហើយនឹង មួយ បង ប៉ាមួយបង បាទ នៅពេលដែលគ្រាប់ធ្លាក់មកក្បែរខ្លួនអញ្ចឹងនៅពេលហ្នឹងប៉ាក៏ដូចជាម្ដាយអីគាត់យ៉ាងមិនដែរ ប៉ាគាត់អត់សូវភ័យទេតែម៉ែគាត់ភ័យតែបាត់កូនអស់ បាទ ពេលទៅបានប៉ាគាត់ចោលអារម្មណ៍តែបាត់កូនបានរត់តាមទៅរកកូនដែរ បាទហើយបងប្អូនមានប្រហែលអ្នកបង មាន7បងតែដល់ពេលនៅកន្លែងនេះនៅតែ5នាក់ បាត់2អ្នកអញ្ចឹង ម្នាក់ទៀតនៅធ្វើការ អ្នកទៀតនៅធ្វើការ បាទតែឥឡូវរកឃើញអស់ហើយមកជុំគ្នាអស់ហើយ មកជុំគ្នានៅវត្តអស់ហើយណា បាទ ឥឡូវមកយើងមកជុំគ្នាជួបជុំគ្រួសារហើយអស់ហើយ បាទបង បាទហើយនៅពេលដែលគេតម្លាក់គ្រាប់មកអញ្ចឹងគឺប្អូនមានស្រែកមានយំមានអីនៅពេលហ្នឹង អត់បងតែប្អូនខ្ញុំវាភ័យវាស្រែកតែវាក្មេងៗខ្ញុំកំពុងតែរត់ប្រមូលវ៉ាន់យកទៅដាក់កញ្ចុំដែលយើងត្រូវចលៀសមកទៀត បាទហើយមកនេះគឺប្រមូលបានតែបានអីខ្លះដែរមក ប្រមូលបានខ្លះអត់ខ្លះបង ប្រមូលបានខ្លះអត់ខ្លះ បាទប្រមូលបានពួយបានកៅអៅអញ្ចឹងទៅបាត់ចានបាត់ឆ្នាំងអស់ បាត់ចានបាត់ឆ្នាំងអស់ហើយអញ្ចឹង បាទ មកបានតែកៅអៅទម្លាក់ពាក់មកកាផ្លេងទេ បាទមកបានដែលយើងរៀបចំដាក់កតាបដែលយើងអត់ទាន់ដកបានខ្លះមក អូបាទហើយមកតាមផ្លូវយ៉ាងម៉េចដែរ មកតាមផ្លូវគឺស្ទះសិតតែអ្នកចលៀសមក ផ្ទះហ្មងនេះ បាទហើយមកម៉ូតូខូចទៀតឆ្ងាយប្រហែលជា1គីឡូទៅ2គីឡូ 1គីឡូជា2គីឡូ បាទតែ គ្រាប់ សលេងជះហ្មង ជះមកហ្មងនេះ បាទ នៅពេលហ្នឹងអារម្មណ៍បងប្អូនគឺយើងលក្ខណៈថាដឹងមិនម៉ាទេអញនេះ ភ័យដែរបងប្អូនយើងនៅប្លុកកដាលគិតអត់ត្រូវថាវាតម្លាក់គៀនអស់ហើយបើសិនវាតម្លាក់កដាលប្រជាជនខ្ញុំគិតថាម្នាក់ក៏អត់សល់ដែរព្រោះយើងនៅជុំគ្នា បាទ គឺច្រើនមែនតើហើយយើងចូលដល់1000ហើយគ្រួសារ ហើយបងឈប់រៀនឬក៏នៅហើយនៅដែរ ឈប់ហើយបង ឈប់ហើយប៉ុន្តែបងប្អូននៅរៀន បងប្អូននៅរៀនតែឥឡូវចលៀសមកអត់បានរៀនទេ អត់បានរៀនទេ បាទ ខាតរៀនខាតអីទាំងអស់ ខានទាំងអ ដោយ ស់ សារតែគេឈ្លានពានណា ភាសាទៅទួយម៉ែអាថៃពើវាចុយណាយមិនសិនវាអាចចង់ឲ្យបងកងតបបាញ់ទ្វារទឹកឲ្យវាលងងាប់ឲ្យអស់ទៅ អូខេនឹងអត់អីអូនយើងជាយុវជនឃើញទេបាទគេឈ្លានពានយើងត្រូវចេះឈឺចាប់បាទព្រោះជាយុវជនល្អនៅក្នុងសង្គមជាតិប្រទេសជាតិយល់ទេ បាទ បាទជាសសរទ្រូងរបស់ប្រទេសជាតិ បាទ ណាបាទអូខេអានឹងជឿឃើញគេប្រទេសជាតិខាងឃើញគេធ្វើបាបយើងហ្នឹង បាទ ប៉ុន្តែដល់ពេលដែលយើងរួបរวมយើងសាមគ្គីគ្នាយើងចេះស្រឡាញ់គ្នាទៅគឺគេមិនអាចមកបបាក់យើងបានទេ បាទ អូខេ 300នាក់ដែរ បាទប្រិមិត្តខ្ញុំមកខ្ញុំឃើញខ្ញុំឈឺចាប់មានអារម្មណ៍គឺដកក្ដួលខ្ញុំគិតមើលបាទគ្នាសុទ្ធតែស្ថិតនៅក្នុងវ័យសិក្សាទាំងអស់សុទ្ធតែស្ថិតនៅក្នុងការរៀនសូត្រទាំងអស់បាទកិច្ចពីសង្គ្រាមកិច្ចពីក្របផ្លោងបាទមករស់នៅបាទអញ្ចឹងបាទយើងឃើញស្រាប់ហើយប្រិមិត្តទូទាំងជនបាទកំពុងតែរៀនសុកបាទរត់បាទសាច់បាទយើងគិតសម័យមកបាទក្មួយយើងក្មួយគេបាទបងហើយសម្រាប់បងបន្តនៅពេលដែលមកឃើញរូបភាពបែបហ្នឹងគឺវាមានការឈឺចាប់យ៉ាងម៉េចដែរ ឈឺចាប់ខ្លាំងមានអារម្មណ៍មើលទៅឃើញក្មេងៗភ្នែកកលួងហើយការគេងរបស់គាត់អត់បានគេងនៅក្នុងផ្ទះអីត្រឹមត្រូវទេគេងនៅតាមតង់តាមអីហើយមិនដឹងថាទឹកមុជអីគ្រប់គ្រាន់ណាច់អីណាច់ការសម្អាតខ្លួនគាត់ដូចថាអាពេលនេះបងប្អូនគឺធ្វើម៉េចឲ្យរួចមួយថ្ងៃទៅមួយថ្ងៃសិនអត់គិតពីអីទាំងអស់ធ្វើម៉េចឲ្យមានអាហារញ៉ាំសិនធ្វើម៉េចឲ្យមានសម្ភារៈប្រើប្រាស់សិនហើយបងប្អូនមើលសតតែក្មេងៗអ្នកពោះធំក៏មានតាយាយឈឺជរាក៏មានអើយដល់ពេលមកដល់មិនដឹងថាយើងមើលតាមទូរស័ព្ទណាអាណិតវាប៉ុណ្ណឹងហ្នឹងមែនទេតែដល់ពេលមកដល់ផ្ទាល់ណាខ្លោចចិត្តអាណិតខ្លោចចិត្តហ្មងពេលមកដល់ឃើញផ្ទាល់ភ្នែកគឺពិបាកនឹងទទួលយក
ហើយមិនដឹងថាគាត់ស្នាក់នៅកន្លែងនេះប្រហែលថ្ងៃ បាទ ប្រហែលថ្ងៃប្រហែលអាទិត្យយើងអត់ទាន់ដឹងទេបងប្អូនចាអញ្ចឹងខ្ញុំមានតែសំណូមពរឲ្យបងប្អូនជួយចូលរួមបន្តរហូតដល់ប្រទេសជាតិយើងសុខសន្តិភាពមកវិញហើយពួកបងប្អូនកូនក្មួយយើងក៏ត្រឡប់ទៅផ្ទះវិញយើងគិតសម័យមកកូនយើងមើលគិតសម័យមកកូនយើងមើលចាហើយឥឡូវយើងសម័យមកពួកគាត់មើលបងប្អូនមើល បាទហើយប្រិមត្តទូទាំងជនខ្ញុំតសើទឹកចិត្តបងស្រីគាត់នៅធ្វើការនៅកូរ៉េបាទគាត់ខណៈលឺសូមានបញ្ហាផ្ទុះសង្គ្រាមភ្លាមបាទគាត់នៅអត់សុខទេបាទចោលការងារទាំងអស់បាទគាត់ត្រឡប់មកខ្មែរដើម្បីបាទជួយជាថាបការក៏ដូចជាអំណោយសម្ភារៈអីផ្សេងបាទ ថ្ងៃនេះខ្ញុំមកនេះខ្ញុំដាក់បានស្បៀងចំពោះក្មេងៗបាន300នាក់ចាហើយយើងនៅតែបន្តទៀតអានេះគ្រាន់យើងឡើងមកវគ្គ1ណាមើលបានប្រហែលឡានហើយឡើង3ឡានហើយហ្នឹងឥឡូវយើងនៅបន្តទៀតទៅពេញវិញនេះយើងរៀបចំស្បៀងឡើងមកបន្តទៀតចាមកកន្លែងហ្នឹងទៀតទៅកន្លែងផ្សេងទៀតព្រោះនឹងមានកន្លែងផ្សេងទៀតក៏អត់ទាន់គេទៅបានច្រើនដែរបងនៅពេលគឺបងនៅប្រទេសកូរ៉េនៅពេលដែលបងឮសូរមានបញ្ហាទូសង្គ្រាមនៅខ្មែរបន្តគឺក្នុងអារម្មណ៍បងយ៉ាងម៉េចដែរនៅពេលហ្នឹងធ្វើការអត់កើត បាទ ធ្វើការអត់កើតហើយតម្លាក់ការងារអស់មានអារម្មណ៍ថាពេលនេះមិនមែនជាពេលរលុយទេ បាទ ចាហើយយកលុយមកធ្វើអីយកលុយមកទុកនៅណា បាទ អញ្ចឹងពេលនេះមិនមែនជាពេលរលុយទេព្រោះអីមានលុយក៏ដោយបើសិនតែប្រទេសជាតិយើងជួបសង្គ្រាមដូចអ៊ុយក្រែននិងរុស្ស៊ីមានលុយអត់ប្រយោជន៍នៅពេលនោះបងប្អូនមានលុយគឺអត់ប្រយោជន៍ទេអញ្ចឹងបានខ្ញុំថាពេលនេះខ្ញុំអត់មានត្រូវពេលវេលាទៅរកស៊ីទៅធ្វើការងារមួយតកែក្រេធ្វើចូលទេបាទមកតាំងពីមានសង្គ្រាមខ្ញុំម៉ោង7 8ភ្លឺរហូតចាអត់មានពេលវេលារកស៊ីទេហើយអញ្ចឹងបានខ្ញុំចង់សំណូមពរទៅដល់បងអ្នកលក់ចាបងអ្នកលក់ដែលពេលដែលមានសង្គ្រាមគាត់សាប់បានឡើងថ្លៃតម្លៃផលិតផលគុណជា2គុណជា3ណាបាទនេះយើងទទួលបានព័ត៌មានបានអញ្ចឹងបាទខ្ញុំសូមជម្រាបប្រាប់បងប្អូនបើសិនជាបងប្អូនមានអ្នកដែលគាត់កំពុងតែលក់ឡើងថ្លៃនៅពេលប្រទេសជាតិយើងមានសង្គ្រាមបងសូមបញ្ឈប់ទៅព្រោះបងប្អូនខ្មែរយើងឥឡូវគាត់ស្រោះដៃស្រោះជើងជួយគ្នាលះបង់លុយកាក់គាត់ទាំងម៉ឺនទាំងលានដុល្លារអ្នកខ្លះចាដើម្បីមកជួយប្រជាពលរដ្ឋហើយបើបងប្អូនគ្រាន់តែទឹកសុទ្ធលឺថាឡើងម្ដង3 4ពាន់នេះចាហើយយកលុយនឹងទៅណាបើសិនជាប្រទេសជាតិមានសង្គ្រាមបងប្អូនសួរថាយកលុយនឹងមានប្រយោជន៍អីបាទសូម្បីតែលុយនឹងយើងបានចាយបងបាទសូមគិតគូរឡើងវិញបងប្អូនខាងចំណុចនេះលឺថាអំបុកក៏ឡើងថ្លៃមីក៏ឡើងថ្លៃទឹកសុទ្ធក៏ឡើងថ្លៃដល់ពេលអញ្ចឹងខ្ញុំមានតែសំណុំពរបងគិតឲ្យវែងឆ្ងាយចាគិតឲ្យវែងឆ្ងាយណាឃ្លាតអាកាសដែលប្រទេសខ្លួនឯងដែលកំពុងតែមានបញ្ហាគេឆ្លៀនពៀនខ្ញុំឆ្ងល់បងប្អូនយើងគិតអីគេបាទចាសួរថាវាចំណេញអីបាទប្រទេសជាតិរបស់យើងដែលកំពុងតែត្រូវដែលកំពុងតែមានបញ្ហានេះអ្វីដែលយើងត្រូវការបំផុតគឺការរួបរวมសាមគ្គីគ្នានៅពេលនេះបាទបងប្អូនផ្សេងគាត់ចំណាយលុយគាត់រាប់សិបម៉ឺនរាប់ម៉ឺនដុល្លារទៅទិញអីវ៉ាន់ជួយហ៊ានលះបង់ទិញមកជួយក្មេងៗក៏ដូចជាជនភៀសសឹកបងតាហ៊ានចុះបងប្អូនអ្នកលក់ដែលលក់កោគេថ្លៃហ្នឹងយើងមិនទាំងបានចូលរួមផងយើងបែរជាលក់កោគុណជា2ជា3ទៅទៀតចាខ្ញុំគិតថាអត់ស័ក្តិសមទេបងប្អូនចាលក់តម្លៃនៅនឹងដដែលបងប្អូនអត់បានជួយចូលរួមក៏ដោយលក់តម្លៃនៅនឹងដដែលដើម្បីឲ្យបងប្អូនទិញស្បៀងហ្នឹងយកលុយមកទិញស្បៀងហ្នឹងចំណាយបានច្រើនចែកទៅដល់បងប្អូនចែកអត់គ្រប់ទេបងហើយមិនមែនសង្គ្រាមមួយថ្ងៃពីរថ្ងៃទេយើងអត់ទាន់ដឹងទេថាមួយថ្ងៃពីរថ្ងៃមួយខែពីរខែយើងអត់ទាន់ដឹងទេចាអញ្ចឹងនៅពេលនេះបងប្អូនសូមមេត្តារក្សាតម្លៃនៅដដែលចាខ្ញុំសុំកុំឡើងថ្លៃព្រោះខ្ញុំអ្នកទិញខ្ញុំដឹងបាទបងបាទអ្វីឡើងថ្លៃអ្វីឡើងថ្លៃយើងដឹងទាំងអស់ចាយើងទិញស្បៀងមកនេះមិនមែននេះណាគាត់ស្បៀងខ្ញុំមួយឡាននេះអស់ឡើងជិត30000ជាងហើយហ្នឹងចាហើយលុយបងប្អូនចូលរួមណាហ្នឹងយើងចូលទីថវិកាទៅកាន់បងកងទ័ពដែលបានពលីក៏ដូចជាបងកងទ័ពដែលគាត់កំពុងតែសម្រាប់ព្យាបាលនៅក្នុងទីពេទ្យណាចាលុយដែលគាត់ចូលរួមមួយខ្ញុំអ្នកនៅកូរ៉េអ្នកនៅខ្មែរហ្នឹងគឺខ្ញុំយកទៅជូននៅដៃពួកគាត់ផ្ទាល់ចានេះស្បៀងនេះគឺសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំក៏ដូចជាថវិកាខ្ញុំគឺចំណាយលើស្បៀងហើយជាពិសេសអរគុណដល់ក្រុមហ៊ុន Hightech នេះចាក្រុមហ៊ុន Hightech ទឹកសុទ្ធចាគាត់ជួយទៅដល់2ឡានណា2ឡានដូចជាម៉ាននេះ2000កេះហ៎1500កេះហ៎ចាហើយនឹងខោទឹកនោមក្រុមហ៊ុនអីគេចាណែខោទឹកនោមក្រុមហ៊ុនអីគេកៃអានចាខោទឹកនោមក្រុមហ៊ុនកៃអានក៏បានជួយដែរជាពិសេសខោទឹកនោមរត់តែចាំបាច់ទៀតដោយសារមកនេះបងប្អូនឲ្យកូនក្មេងច្រើន baby ច្រើនកូនក្មេងច្រើនម្សៅទៅដល់គោក៏ត្រូវការខ្វះខាតដែរអញ្ចឹងបានពេលដែលខ្ញុំទៅពីនេះទៅវិញគឺខ្ញុំនឹងទទួលបើកស្បៀងបន្តចាទទួលស្បៀងបន្តដើម្បីជួយបន្តទៀតចាបាទអរគុណបងបាទ